ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រទេសទន្លេចៅហ្វាយដ៏អស្ចារ្យ Phelos គាត់បានបង្រៀនរឿងព្រេងជាច្រើនរាប់មិនអស់វីរបុរសប៉ុន្តែថាតាវីជីគុយហើយ His Jason នៅក្នុងរបស់គាត់ក្នុងភ្នែកខ្ញុំវាគ្មានអ្វីក្រៅពីថ្នាក់ទាបជំនាន់មានតែដែលមិនអាចប្រៀបផ្ទឹមបាន Clears បានធ្វើឲ្យ Phelos ពិបាកដើម្បីបំភ្លេចវាជាការអាណិតដែលជីវិតរបស់វីរបុរសវាសនាអ្នកចម្បាំងដ៏ក្លាហាននិងជំនាញឯទោះបីជាយ៉ាងណាដោយសារតែរបួសជើងរបស់គាត់បានស្លាប់ដោយសារពិការភាពក្នុងជីវិតរបស់គាត់ Phelos តែងតែសុបិនចង់បង្រៀនការនាំចេញអាចធ្វើឲ្យព្រះមានការភ្ញាក់ផ្អើលវីរបុរសបរិច្ចាគមេរៀនដោយប្រើតារាងរឿងវីរភាពរបស់ពួកគេប៉ុន្តែជោគវាសនាតែងតែពួកគេចូលចិត្តមើងងាយអ្នកដែលវង្វេងមរណភាពរបស់សិស្សជាទីស្រឡាញ់របស់គាត់បានសារស្ដាយយ៉ាងខ្លាំងដល់អ្នកពីមុនចាញ់រហូតដល់ពេលគេហៅខ្លួនឯងថាចាក់វា Hercules កូនប្រុសរបស់នៅពេលដែល Phelos មកធ្វើជាសិស្សរបស់គាត់ទឹកមុខរបស់គាត់ពោពេញទៅដោយការមើងងាយក្មេងប្រុសនេះមានកម្លាំងអស្ចារ្យអនុញ្ញាតឲ្យ Phelos ចាប់ដើមចំណងចំណូលចិត្តរបស់គាត់គាត់បានបញ្ចេញអាថ៌កំបាំងទាំងអស់របស់គាត់ការបង្កើតវីរបុរសគឺដូចជាដើម្បីសរសេរស្នាដៃដ៏អស្ចារ្យចំពោះមិនត្រឹមតែធ្វើឲ្យរាងកាយរឹងមាំយើងក៏ត្រូវបង្កើតស្មារតីដែលមិនចេះអត់បន្ទាប់ពីការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់តិចជាងមុននៅឆ្នាំ2015ទីបំផុតគាត់បានច្របាច់ខ្លួនជាបានដែលព្យាយាមជួយសង្គ្រោះគាត់នៅតាមផ្លូវទៅ DB ពួកគេបានជួបនរណាម្នាក់ដែលជាប់នៅក្នុងវាលមិនជាក្មេងស្រីដែលមានមោទនភាពនិងជាមួយនឹងព្រះនាងសោយរឿងព្រេងនិទានមិនដូចអ្នកដទៃទេអ្នកនេះមានការសម្លឹងយ៉ាងមុតស្រួលក្មេងស្រីពិតជាបានស្ដីបន្ទោសអ្នកជួយសង្គ្រោះគិតពីជីវិតផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែ Hagrid នៅតែទូចលើការបណ្ដេញពួកគេពាក់កណ្ដាល Centaur ក្មេងស្រីក្លាហានទុយទៅវិញអាកប្បកិរិយារបស់គាត់ធ្វើឲ្យអ្នកការចង់ដឹងចង់ឃើញមុខទឹកក្រោមពន្លឺថ្ងៃលិច Hagrid នៅលើ Megra Les បានតាក់ទាញនាងយ៉ាងខ្លាំងនាំមុខនៅផ្សារក្នុងទីក្រុង Dibis នៅខាងក្នុងខ្យល់សមុទ្រប្រៃបានក្លិននៃរដីយូហឺដុតបានពេញខ្យល់ការធ្វើអត្តឃាតត្រូវបានគេយល់ជាញឹកញាប់នៅតាមស្លេងនៃការគិតនៅពេលវិចារចេញពីតំបន់នេះកំពុងញ៉ាំញីដោយឧក្រិដ្ឋកម្មនិងគ្រោះធម្មជាតិសំណាងអាក្រក់មិនចេះចាប់ទេហើយមនុស្សគ្មានទីពឹងតែងតែចង់បានការលេចឡើងនៃវីរបុរសប៉ុន្តែពេលនាងឮថាអ្នកផ្សេងមកពី Philippines បន្ទាប់ពីកូនជាងរបស់ Lost តែប៉ុណ្ណោះអ្វីដែលនៅសល់គឺជាការយ៉ាងណាក៏ដោយ Hercules មិនបានធ្វើទេកុំបាក់ទឹកចិត្តតែត្រូវរងចាំដោយអត់ធ្មត់ឱកាសដើម្បីបញ្ជាក់ខ្លួនឯងនៅពេលនេះ Megra ស្រាប់តែឆ្លងកាត់ស្វែងរកជំនួយកុមារ2នាក់ Shen ត្រូវបានជាប់នៅក្នុងការបង្កើតថ្មកណ្ដាល Hercules លើកដៃទេរបស់នាងរូបចម្លាក់ថ្ម 1000 ផោនគឺខ្លាំងណាស់វាបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនរដ្ឋតែទាំងអស់នេះគ្រាន់តែជា Hades ជាព្រះនៃពិភពក្រោមដីដើម្បីចាប់ការដែលបានគ្រោងទុកដោយប្រុងប្រយ័ត្នដើម្បីធ្វើបាបនាងវីរភាពរបស់លោកបានធ្វើឲ្យមានការភ្ញាក់ផ្អើលពី Stemon Hagra នេះគឺជា9ទទួលបានតែភាពល្បីល្បាញបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លា Hagrid Les បានបើកយន្តហោះ Pegasus គេបានកាត់បន្ថយចំនួនដ៏ច្រើនដោយជោគជ័យក្បាលជាច្រើនអាចត្រូវបានកាត់ផ្តាច់បន្ទាប់មកកាន់តែច្រើននឹងកាត់ឡើងភ្លាមក្បាលកាន់តែច្រើនមក Hercules ត្រូវបានបង្ខំឲ្យចូលនៅពេលប្រឈមមុខនឹងស្ថានភាពអស់សង្ឃឹមកំណត់ពេលនោះនឹងបានវិទូក្នុងដោយជោគជ័យវិសិទ្ធចម្លែកចូលទៅក្នុងទីជ្រៅពួកគេក៏មិនអាចរើបានដែរនៅពេលដែលវីរបុរសបានគ្រប់ដណ្ដប់ដោយឈាមហុយចេញពីផ្សែងនឹងធូលីបកូលាន់សំឡេងហូររំជួររំពេចក៏ងឹតបានចម្រេះ Hercules ល្បីល្បាញពេញមួយយប់នាងបានប្រាំមនុស្សដែលមើលមិនឃើញជារៀងរហូតយកចិត្តទុកដាក់ភ្លាមបានខ្លាយជាទីក្រុងស៊ីបេតត្រូវបានគេស្គាល់យ៉ាងច្បាស់ទូលេខរឿងព្រេងនិទាន Hades បានបន្តបញ្ជូនទ័ពចេញទៅប្រយុទ្ធអារ្យបានជួយនាងដោយហួសចិត្តកិច្ចឈ្មោះរបស់គាត់នៅតែបន្តកើនឡើងម្ដាយចិញ្ចឹមមានជីវភាពធូរធារជីវិតរបស់យកក៏នាំមកនៅអត្ថប្រយោជន៍ជាច្រើនដល់គាត់គ្រប់គ្រងស្លាប់រាប់ពាន់នាក់ការបរាជ័យម្ដងហើយម្ដងទៀតរបស់ Hades បាននាំដោយកំហឹងសំបីតែនាងបុរសទាំងអស់ស្លៀកសម្លៀកបំពាក់បោះពុំស្បែកជើងល្អជាមួយនឹងនិមិត្តសញ្ញារបស់វីរបុរសរលំដែលគ្រប់គ្រងដោយ Hercules ទឹកផ្លែកទឹមប៉ុន្តែដូចជា Apollo គាត់ខូចចិត្តចំពោះ Daphne ហាក់ដូចជាសំបីតែវីរបុរសដ៏ល្អឥតខ្ចោះបំផុតក៏មានជំនឿមកហើយ Megra សម្រាប់ដើម្បីសង្គ្រោះមនុស្សជាទីស្រឡាញ់ម្នាក់សុខចិត្តលើពលឹងរបស់មនុស្សម្នាក់ទៅ Hades គឺអាចធ្វើមនុស្សប្រុសគ្មានបេះដូងមិនត្រឹមតែប៉ុណ្ណោះចេះដឹងគុណហើយថែមទាំងងាកមកស្ត្រីម្នាក់ទៀតបានរៀបការឥឡូវនេះ Hades បានចាប់ផ្ដើមកម្មវិធីថ្មីមួយលក្ខខណ្ឌបើរកឃើញវីរបុរសទំលាយប្រសិនបើនាងចេញការនាងនឹងមានសេរីភាពនៅពេលដែល Hercules មានមោទនភាពនៅពេលបង្ហាញលទ្ធផលឪពុករបស់គាត់ព្រះមហាក្សត្រទ្រង់ទតឃើញភ្លាមភាពទេនៅពីក្រោយភាពរុងរឿងដើម្បីក្លាយជាវីរបុរសពិតប្រាកដចង់ទាំងនេះគឺនៅឆ្ងាយពីគ្រប់គ្រាន់ការស្នាក់នៅមួយយប់នៅ Averyville វីរបុរសមានការពិបាកក្នុងការគេងដូចជាឥឡូវនេះគាត់មានអ្វីមួយដែលពិបាកសម្រាប់មនុស្សជាច្រើនក្នុងទ្រព្យសម្បត្តិដែលអាចទទួលបានប៉ុន្តែខ្ញុំនៅតែមិនអាចយល់ថាខ្លួនឯងសូមអរគុណដែលបានទស្សនាដល់ចប់ជូនពរឲ្យសំណាងល្អសុខភាពល្អសំខាន់ឲ្យឆាប់ដល់គូជួយ follow ម្នាក់មួយផង